ចេះតែនោមមកក្តៅនោមមកឈឺនោមមកឈួលនោមអត់អស់នោមអត់ចេញនោមញឹកបបាក់នោមតើវាជាបញ្ហាអ្វីសម្រាប់បងស្ត្រីបើបងមានអាការៈនោមឈួលនោមមកឈឺនោមអត់ចង់អស់នោមអត់ងាយចេញហើយនោមញឹកពេលនោមម្ដងមានអារម្មណ៍ថាពិបាកឈឺនៅកន្លែងពហុនោមបញ្ចេញទឹកនោមហើយមានការធ្លាក់សមកខាប់ហូរដូចខ្ទុះឬក៏លំអិលថ្លានេះជាសញ្ញាបញ្ជាក់ថាបងស្ត្រីកំពុងកើតជំងឺប្រមេះទឹកបាយនិងជំងឺប្រមេះទឹកថ្លាចំពោះបងបរោះក៏ដូចគ្នាបើនោមមកឈួលនោមមកចេញនោមញឹកនោមមកឈឺកន្លែងពហុនោមហូរលំអិលខាប់ពណ៌លឿងចេញពីផ្នែកចុងលឹងនោមមកមានអារម្មណ៍ថាក្តៅព្រឹកឡើងពេលដែលឈឺនោមម្ដងមានអារម្មណ៍ថាពិបាកនោមខ្លាំងឈួលខ្លាំងនេះក៏ជារោគសញ្ញានៃជំងឺប្រមេះទឹកបាយឬក៏ជំងឺប្រមេះទឹកថ្លាដូចគ្នាតែបើសិនជានោមមកមានអារម្មណ៍ថាផ្សាក្រហាយនៅតំបន់ទ្វារមាសហើយបងស្ត្រីឧស្សាហ៍ធ្លាក់សញឹកញាប់សង្កេតឃើញថាទ្វារមាសយើងរៀងឡើងក្រហមឬក៏បើយើងមានដៃគូយើងចេះតែឈឺចាប់កំឡុងពេលដែលយើងរួមភេទណារោគសញ្ញានេះគឺពាក់ព័ន្ធទៅនឹងជំងឺរលាកទ្វារមាសហើយព្រោះផ្នែកខាងក្រោមនៃតំបន់ប្រដាប់ភេទស្ត្រីគឺមានរន្ធ3សំខាន់រន្ធនោមរន្ធទ្វារមាសនិងរន្ធគូតអញ្ចឹងបើសិនជាស្ត្រីរលាកទ្វារមាសក៏ជាហេតុធ្វើឲ្យស្ត្រីនោមមកក្តៅក្រហាយឈឺផ្សាដូចគ្នាអញ្ចឹងបងស្ត្រីបងបរោះណាខ្លះកំពុងជួបរោគសញ្ញាទាំងអស់នេះសូមទៅទទួលការព្យាបាលបានត្រឹមត្រូវហើយជំងឺប្រមេះទឹកបាយនិងជំងឺប្រមេះទឹកថ្លានេះគឺប៉ះពាល់មែនតើជាពិសេសបងបរោះបើគាត់កើតក៏ទុកយូរអាចនឹងហើមលឹងខ្សោយផ្លូវភេទរលាកកពេញប្រូស្តាតធ្វើឲ្យខ្សោយមេជីវិតឈ្មោះហើយបើសិនជាស្ត្រីវិញគឺធ្វើឲ្យគាត់ពិបាកមានកូនហើយងាយរលាកមាត់ស្បូននិងរលាកទ្វារមាសចេះតែនោមមកក្តៅនោមមកឈឺនោមមកឈួលនោមអត់អស់នោមអត់ចេញនោមញឹកពិបាកនោមតើវាជាបញ្ហាអ្វីសម្រាប់បងស្ត្រីបើបងមានអាការៈនោមឈួលនោមមកឈឺនោមអត់ចង់អស់នោមអត់ងាយចេញហើយនោមញឹកពេលនោមម្ដងមានអារម្មណ៍ថាពិបាកឈឺនៅកន្លែងពហុនោមបញ្ចេញទឹកនោមហើយមានការធ្លាក់សមកខាប់ហូរដូចខ្ទុះឬក៏លំអិលថ្លានេះជាសញ្ញាបញ្ជាក់ថាបងស្ត្រីកំពុងកើតជំងឺប្រមេះទឹកបាយនិងជំងឺប្រមេះទឹកថ្លាចំពោះបងបរោះក៏ដូចគ្នាបើនោមមកឈួលនោមមកចេញនោមញឹកនោមមកឈឺកន្លែងពហុនោមហូរលំអិលខាប់ពណ៌លឿងចេញពីផ្នែកចុងលឹងនោមមកមានអារម្មណ៍ថាក្តៅព្រឹកឡើងពេលដែលឈឺនោមម្ដងមានអារម្មណ៍ថាពិបាកនោមខ្លាំងឈួលខ្លាំងនេះក៏ជារោគសញ្ញានៃជំងឺប្រមេះទឹកបាយឬក៏ជំងឺប្រមេះទឹកថ្លាដូចគ្នាតែបើសិនជានោមមកមានអារម្មណ៍ថាផ្សាក្រហាយនៅតំបន់ទ្វារមាសហើយបងស្ត្រីឧស្សាហ៍ធ្លាក់សញឹកញាប់សង្កេតឃើញថាទ្វារមាសយើងរៀងឡើងក្រហមឬក៏បើយើងមានដៃគូយើងចេះតែឈឺចាប់កំឡុងពេលដែលយើងរួមភេទណារោគសញ្ញានេះគឺពាក់ព័ន្ធទៅនឹងជំងឺរលាកទ្វារមាសហើយព្រោះផ្នែកខាងក្រោមនៃតំបន់ប្រដាប់ភេទស្ត្រីគឺមានរន្ធ3សំខាន់រន្ធនោមរន្ធទ្វារមាសនិងរន្ធគូតអញ្ចឹងបើសិនជាស្ត្រីរលាកទ្វារមាសក៏ជាហេតុធ្វើឲ្យស្ត្រីនោមមកក្តៅក្រហាយឈឺផ្សាដូចគ្នាអញ្ចឹងបងស្ត្រីបងបរោះណាខ្លះកំពុងជួបរោគសញ្ញាទាំងអស់នេះសូមទៅទទួលការព្យាបាលបានត្រឹមត្រូវហើយជំងឺប្រមេះទឹកបាយនិងជំងឺប្រមេះទឹកថ្លានេះគឺប៉ះពាល់មែនតើជាពិសេសបងបរោះបើគាត់កើតក៏ទុកយូរអាចនឹងហើមលឹងខ្សោយផ្លូវភេទរលាកកពេញប្រូស្តាតធ្វើឲ្យខ្សោយមេជីវិតឈ្មោះហើយបើសិនជាស្ត្រីវិញគឺធ្វើឲ្យគាត់ពិបាកមានកូនហើយងាយរលាកមាត់ស្បូននិងរលាកទ្វារមាស